មានបងប្អូនជាច្រើនបានសួរថាយន្តហោះចម្បាំង F16 របស់ប្រទេសស៊ីមបានហោះចូលជ្រៅក្នុងទឹកដីរបស់ប្រទេសកម្ពុជាបានបំផ្លាញទីតាំងហេដ្ឋារចនាសម្ព័ន្ធនិងទីតាំងសាធារណៈផ្សេងៗរបស់ប្រទេសកម្ពុជាស្ពានថ្នល់អគារធំៗនិងតំបន់ផ្សេងៗជាច្រើនទៀតហេតុអ្វីបានជាប្រទេសកម្ពុជាមិនបាញ់ទម្លាក់យន្តហោះនោះអញ្ចឹងហេតុអ្វីនៅតែបណ្ដោយឲ្យយន្តហោះចម្បាំងរបស់ស៊ីមហោះហើរចូលក្នុងទឹកដីរបស់កម្ពុជាតាមតែអំពើចិត្តរបស់ពួកគេអញ្ចឹងសំណួរទាំងអស់នេះហើយដែលតែងតែស្ថិតនៅក្នុងអារម្មណ៍របស់ប្រជាជនកម្ពុជាហើយមានបងប្អូនមួយចំនួនសួរទៀតថាក្រៅប្រទេសកម្ពុជាមានប្រព័ន្ធការពារដែនអាកាស KS-1C ដែលបានទិញមកពីប្រទេសចិនដែរតើហេតុអ្វីបានជាមិនទាន់ប្រើប្រាស់ទៀតអញ្ចឹងតើប្រព័ន្ធការពារដែនអាកាសមួយនេះគ្មានលទ្ធភាពអាចបាញ់ទម្លាក់ F16 របស់សហរដ្ឋអាមេរិកទេឬដូចជានៅក្នុងវីដេអូមួយនេះសង្ឃឹមថាអាចស្រាវចម្ងល់របស់បងប្អូនមួយចំនួនបានខ្លះៗសូមតាមដានរហូតដល់ចប់ដើម្បីកុំឲ្យយល់ខុសត្រង់ចំណុចណាមួយបងប្អូនអាចចុច like និង subscribe ដើម្បីអាចទទួលបានវីដេអូថ្មីៗនាពេលបន្តខាងមុខទៀត Inshallahតើពិតដែរឬទេថាយន្តហោះចម្បាំង F16 របស់ប្រទេសស៊ីមបានវាយប្រហារមកលើទឹកដីរបស់ប្រទេសកម្ពុជាបើតាមរបាយការណ៍របស់ក្រសួងការពារជាតិនិងការថតបានដោយប្រជាជនទូទៅដែលរស់នៅក្បែរតំបន់ដែលរងការវាយប្រហារដោយយន្តហោះចម្បាំងរបស់ស៊ីមគឺបានបញ្ជាក់យ៉ាងច្បាស់ថាស៊ីមបានប្រើប្រាស់យន្តហោះចម្បាំង F16 ចូលជ្រៅក្នុងទឹកដីរបស់កម្ពុជាដើម្បីទម្លាក់គ្រាប់បែកគំទេចហេដ្ឋារចនាសម្ព័ន្ធផ្សេងៗពិតប្រាកដមែនទោះបីជាយ៉ាងណាក៏ដោយនៅក្នុងច្បាប់អន្តរជាតិរាល់ការចាប់ប្រកាន់អំពីការរំលោភដែនអាកាសត្រូវតែបញ្ជាក់តាមបែបបទបច្ចេកទេសដូចជាទិន្នន័យរ៉ាដាការថតសម្លេងនៃការហោះហើរផុសតាំងនៃពេលវេលានិង coordinate បើគ្មានផុសតាំងផ្លូវការរឹងមាំទេការបាញ់ទម្លាក់យន្តហោះចម្បាំងអាចត្រូវបានរងការចាប់ប្រកាន់និងត្រូវយកធ្វើជាលេសនៃការបង្កសង្គ្រាមដោយបើកចំហជាទ្រង់ទ្រាយធំទោះបីជាយន្តហោះមួយនោះត្រូវបានអះអាងថាបានចូលទៅក្នុងទឹកដីរបស់ប្រទេសណាមួយក៏ដោយទោះបីជាមានវីដេអូឬការថតដោយសាធារណជនដែលបានបង្ហាញអំពីយន្តហោះចម្បាំងរបស់ថៃកំពុងចូលទៅក្នុងទឹកដីរបស់ប្រទេសកម្ពុជាក៏ដោយមានតែវីដេអូមួយមុខគឺមិនមែនជាផុសតាំងផ្លូវការគ្រប់គ្រាន់នោះទេដើម្បីបញ្ជាក់អំពីការរំលោភលើដែនអាកាសរបស់ប្រទេសណាមួយនេះត្រូវការផុសតាំងបច្ចេកទេសដូចជារ៉ាដាទិន្នន័យ coordinate យន្តហោះនិងរូបភាពនៃការហោះហើរជាដើមបើគ្មានផុសតាំងរឹងមាំទេការបាញ់ទម្លាក់យន្តហោះនោះត្រូវបានចាត់ទុកថាជាទង្វើនៃការប្រកាសសង្គ្រាមដោយបើកចំហហើយអាចបង្កឲ្យសង្គ្រាមមួយនេះរីករាលដាលកាន់តែខ្លាំងឡើងទោះបីជាយន្តហោះមួយនោះបានចូលទៅក្នុងទឹកដីរបស់កម្ពុជាក៏ដោយដូច្នេះកម្ពុជាបានជ្រើសរើសផ្លូវការទូតដើម្បីដោះស្រាយបញ្ហាដោយសន្តិវិធីដើម្បីបញ្ជាសង្គ្រាមទ្រង់ទ្រាយធំដែលអាចនឹងកើតឡើងប្រសិនបើយន្តហោះចម្បាំងបានបំផ្លាញអគារសាធារណៈហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងដែនដីរបស់កម្ពុជាតើកម្ពុជាមិនអាចបាញ់បានទេឬប្រសិនបើចម្លើយនៅក្នុងទ្រឹស្ដីយោធាបាទគឺប្រទេសមួយនោះពិតជាមានសិទ្ធិការពារដែនអាកាសរបស់ខ្លួនការវាយប្រហារលើទីតាំងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលគឺជាការរំលោភបំពានដ៏ធ្ងន់ធ្ងរមួយទោះបីជាយ៉ាងណាក៏ដោយរឿងរ៉ាវពិតនៃភូមិសាស្ត្រនយោបាយការបាញ់ទម្លាក់យន្តហោះ F16 មិនមែនជាបញ្ហាបច្ចេកទេសអាចឬមិនអាចនោះទេក៏ប៉ុន្តែវាគឺជាការសម្រេចចិត្តជាយុទ្ធសាស្ត្រដែលអាចបង្កឲ្យមានសង្គ្រាមដ៏ធំមួយនៅពេលដែលយន្តហោះត្រូវបានបាញ់ទម្លាក់ប្រទេសថៃអាចសងសឹកដោយការវាយប្រហារតាមអាកាសដ៏ធំជាងមុនហេដ្ឋារចនាសម្ព័ន្ធប្រទេសកម្ពុជាប្រឈមទៅនឹងហានិភ័យនៃការទម្លាក់គ្រាប់បែកជនស៊ីវិលនិងក្លាយទៅជាជនរងគ្រោះធំបំផុតជំរឿនរបស់ប្រទេសកម្ពុជាមិនចង់ត្រឹមតែឈ្នះលើសមរភូមិព្រំដែនតែមួយមុខទេក៏ប៉ុន្តែអនាគតរបស់ប្រទេសជាតិបែរជាត្រូវរលាយដោយសារតែសង្គ្រាមទ្រង់ទ្រាយធំដែលអាចនឹងរីករាលដាលពីប្រទេសនោះទេតើអ្វីទៅដែលជាប្រព័ន្ធការពារដែនអាកាស KS-1C តើប្រព័ន្ធមួយនេះមានលទ្ធភាពអាចបាញ់ទម្លាក់យន្តហោះចម្បាំង F16 ដែរឬទេឥឡូវនេះយើងមកដឹងអំពីប្រព័ន្ធការពារដែនអាកាស KS-1C ដោយសង្ខេបKS-1C គឺជាប្រព័ន្ធមីស៊ីលបាញ់ពីដីទៅលើអាកាស SAM ផលិតនៅក្នុងប្រទេសចិនរចនាឡើងសម្រាប់ការពារដែនអាកាសរយៈចម្ងាយមធ្យមមានសមត្ថភាពតាមដាននិងស្ទះចាប់យន្តហោះចម្បាំងយន្តហោះជំនួយគ្រប់គ្រងនិងគ្រាប់មីស៊ីលមួយចំនួនបើតាមទ្រឹស្ដីនិងសមត្ថភាពរបស់ KS-1C គឺអាចបាញ់ទម្លាក់យន្តហោះ F16 បានប៉ុន្តែបញ្ហាមិនមែនពាក់ព័ន្ធជាមួយនឹងការអាចឬមិនអាចនោះទេគឺវាពាក់ព័ន្ធទៅនឹងទីតាំងរ៉ាដាឧបករណ៍បាញ់ការត្រៀមខ្លួនប្រយុទ្ធបញ្ជាការនយោបាយហានិភ័យនិងការកើនឡើងនៃសង្គ្រាមទ្រង់ទ្រាយធំប្រព័ន្ធការពារដែនអាកាសដូចជា KS-1C មិនមែនជាអាវុធដែលត្រូវប្រើប្រាស់ភ្លាមតាមចិត្តបាននោះទេគឺវាទាមទារតតែមានបញ្ជាពីថ្នាក់ដឹកនាំកម្ពុជានៅក្នុងប្រទេសការវិតម្លៃហានិភ័យការទូតនិងការត្រៀមខ្លួនក្នុងការការពារដែនអាកាសទាំងមូលរបស់ប្រទេសនីមួយៗតើអាវុធប្រឆាំងយន្តហោះរបស់ប្រទេសចិន KS-1C ស្ថិតនៅក្នុងកម្រិតណានៃប្រព័ន្ធការពារដែនអាកាសរបស់ប្រទេសចិនមានប្រព័ន្ធការពារដែនអាកាសជាច្រើនប្រភេទតាមកម្រិតផ្សេងៗគ្នាក្នុងនោះរួមមានទី1មីស៊ីល HQ9 ឬ HQ22 មីស៊ីលរយៈចម្ងាយឆ្ងាយស្មើនឹង S300 ហើយនិង S400 របស់រុស្ស៊ីដែរចំណែកឯទី2គឺមីស៊ីល HQ16 មីស៊ីលរយៈចម្ងាយមធ្យមទំនើបចំណែកឯទី3គឺមីស៊ីល KS-1 ឬ KS-1C មីស៊ីលចំនួនកណ្ដាលដែលអាចទុកចិត្តបានចំពោះប្រសិទ្ធភាពនៅក្នុងការវាយប្រហារទី4គឺមីស៊ីល Mampet មីស៊ីលរយៈចម្ងាយខ្លីគឺបាញ់ពីលើស្មាដូច្នេះអ្វីដែលយើងស្រាប់បានត្រង់ចំណុចនេះមីស៊ីល KS-1C
មិនមែនជាប្រព័ន្ធការពារដែនអាកាសដែលទំនើបបំផុតរបស់ប្រទេសចិននោះឡើយក៏ប៉ុន្តែវាក៏មិនមែនជាប្រព័ន្ធការពារដែនអាកាសដែលខ្សោយនោះដែរគឺវាស្ថិតនៅក្នុងកម្រិតមធ្យមសមស្របសម្រាប់ការពារតំបន់សំខាន់ៗការពារជាយុទ្ធសាស្ត្រទប់ស្កាត់អំពីការឈ្លានពានរបស់សត្រូវរហូតមកដល់ពេលនេះតើហេតុអ្វីបានជាប្រទេសកម្ពុជាមិនទាន់ប្រើប្រាស់ប្រព័ន្ធការពារដែនអាកាស KS-1C នេះចម្លើយនោះគឺដោយសារតែភាពឆ្លៀសវៃនៃការដឹកនាំរបស់កម្ពុជាមិនមែនដោយសារភ័យខ្លាចនោះទេកម្ពុជាយល់ថាការបញ្ចម្លាក់យន្តហោះ F-16 វានឹងអាចកើនឡើងនៃការវាយប្រហារដោយយោធាភ្លាមៗហើយវាអាចបង្កចំនួនរីករាលដាលកាន់តែធំប្រទេសថៃគឺមានកងកម្លាំងយោធាធំជាងសង្គ្រាមបើកចំហនិងបំផ្លាញសេដ្ឋកិច្ចនិងសុវត្ថិភាពសាធារណៈកម្ពុជាជ្រើសរើសប្រមូលភស្តុតាងយកបញ្ហាទៅកាន់តុលាការអន្តរជាតិនិងដោះស្រាយតាមរយៈការទូតជំរុញតាមរយៈច្បាប់អន្តរជាតិការពារប្រជាជនអំពីសង្គ្រាមដ៏ធំមួយដែលអាចនឹងកើតឡើងនេះមិនមែនជាភាពកំសាន្តរបស់ថ្នាក់ដឹកនាំកម្ពុជានោះទេតែវាគឺជាភាពចាស់ទុំនៅក្នុងការដឹកនាំដែលសម្លឹងមើលឃើញបញ្ហាដែលអាចកើតឡើងក្នុងរយៈពេលវែងឆ្ងាយសំណាញ់មេឃ KS-1C មិនមែនជាអាវុធធម្មតានោះទេតែវាគឺជាអាវុធបំលែងកម្រិតសង្គ្រាមឲ្យកាន់តែរីកធំឡើងតើហេតុអ្វីទៅសំណាញ់មេឃគឺជាច្រកទ្វារនៃសង្គ្រាមឲ្យរីកកាន់តែធំឡើងម្យ៉ាងទៀត F-16 ក៏មិនមែនគ្រាន់តែជាយន្តហោះចម្បាំងដែលថៃប្រើសម្រាប់ទម្លាក់គ្រាប់តែប៉ុណ្ណោះដែរវាគឺជានិមិត្តសញ្ញាយោធារបស់ប្លុកមហាអំណាចបងធំបើខ្មែរប្រើសំណាញ់មេឃបាញ់ធ្លាក់យន្តហោះ F-16 មួយគ្រឿងនិងលេចរូបរាង F-16 រាប់សិបគ្រឿងទៀតជាមិនខានកម្ពុជានឹងក្លាយទៅជាទីលានសាកល្បងអាវុធពីប្លុកមហាអំណាចធំពេលនោះស្ថានភាពនឹងរឹតតែអាក្រក់ខ្លាំងឡើងតែប្រទេសកម្ពុជាគួរធ្វើដូចម្តេចដើម្បីស្ដារសន្តិភាពមកវិញវិធានការដ៏ល្អបំផុតនិងមានសុវត្ថិភាពបំផុតគឺតាមរយៈការទូតក្នុងតំបន់អាស៊ានសូមឲ្យដាក់សម្ពាធទៅកាន់ភាគីដែលបង្កចំនួនជារួមដោយគ្មានសង្គ្រាមដោះស្រាយតាមបណ្ដាញផ្លូវច្បាប់អន្តរជាតិភ្ជាប់ជាមួយភស្តុតាងនៃការរំលោភបំពានដែលបានបង្ហាញជាផ្លូវការបង្កើតសមត្ថភាពយោធាដែលសម្ងាត់ការពារជនស៊ីវិលជាអាទិភាពចម្បងនេះគឺបង្ហាញថាកម្ពុជាជាប្រទេសតូចមិនចាំបាច់ធ្វើសកម្មភាពទាំងប្រថុយប្រថាននោះទេគឺដោះស្រាយតាមរយៈការទូតច្បាប់អន្តរជាតិផ្សេងៗពីព្រោះចំនួនរវាងប្រទេសនិងប្រទេសគឺងាយស្រួលបរទេសក្នុងការលូកដៃខ្លាំងណាស់ដោយសារតែវាមិនមែនជាចំនួនតែក្នុងដែលអាចបង្កផលលំបាកដល់ប្រទេសផ្សេងៗនៅក្នុងការលូកដៃជាចុងក្រោយបងប្អូនត្រូវដឹងថាកម្ពុជាមានសមត្ថភាពការពារខ្លួនកម្ពុជាមិនទន់ខ្សោយទេកម្ពុជាជ្រើសរើសផ្លូវដែលមានសុវត្ថិភាពបំផុតសម្រាប់ប្រជាជនរបស់ខ្លួនពេលខ្លះការបញ្ចប់គ្រាប់កាភ្លើងកុំឲ្យបាញ់តបតរវាងគ្នានឹងគ្នាគឺជាភាពក្លាហានជាងការដែលបាញ់គ្នាបង្ហូរឈាមនេះគឺជាភាពចាស់ទុំរបស់ថ្នាក់ដឹកនាំកម្ពុជាដែលព្យាយាមបញ្ជាបញ្ហាធំដែលអាចនឹងកើតឡើងគ្រប់ពេលវេលាសង្ឃឹមថាបងប្អូននឹងបានយល់ជួបគ្នាបន្តក្នុងវីដេអូក្រោយអ៊ីនសាអល់ឡោះ